មន្ត្រីអប់រំការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិគឺជាស្ពានចងភ្ជាប់ទៅកាន់របត់ជីវិតថ្មីនិងជាគ្រឹះយ៉ាងសំខាន់សម្រាប់អនាគតសិស្សានុសិស្សការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិគឺជាស្ពានចងភ្ជាប់ទៅកាន់ចំណុចរបត់ផ្លូវជីវិតថ្មីនិងជាគ្រឹះយ៉ាងសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់ហើយនៅក្នុងយុគសម័យ Digital នេះចំណេះដឹងនៅក្នុងសៀវភៅមួយមុខមិនទាន់គ្រប់គ្រាន់នោះទេសិស្សានុសិស្សត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាឲ្យត្រូវទិសដៅដើម្បីស្រាវជ្រាវរៀនភាសាបរទេសឲ្យបានស្ទាត់ជំនាញនិងបណ្ដុះបំណិនគិតបែបស៊ីជម្រៅដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនាពេលអនាគតក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិជូនដល់សិស្សានុសិស្សនៃសាលារៀនអារីសូនសាខាខេត្តសៀមរាបនាព្រឹកថ្ងៃទី1ខែសីហាឆ្នាំ2026នេះលោកញឹកសកុនអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានគូបញ្ជាក់ថាចំណេះដឹងត្រូវតែដើរទន្ទឹមនឹងសិលធម៌និងគុណធម៌ដោយក្មួយៗត្រូវធ្វើជាកូនល្អសិស្សល្អនិងពលរដ្ឋល្អនៅក្នុងសង្គមហើយត្រូវជៀសវាងដាច់ខាតនៅការសេពគប់មិត្តភ័ក្តិដែលនាំទៅរកអបាយមុខគ្រឿងញៀនអំពើហិង្សាឬល្បែងស៊ីសងផ្សេងៗដែលអាចបំផ្លាញអនាគតដ៏ភ្លឺស្វាងនិងធ្វើឲ្យឪពុកម្ដាយពិបាកចិត្តលោកអនុប្រធានមន្ទីរបានបន្ថែមថាចំណេះវិជ្ជាជាទ្រព្យសកម្មដែលមិនអាចមានអ្នកណាលួចយកបានឡើយហើយការវិនិយោគលើវិស័យអប់រំគឺជាការវិនិយោគរយៈពេលវែងដែលមិនអាចកាត់ថ្លៃបានព្រោះប្រទេសជាតិអាចរីកចម្រើនទៅបានលុះត្រាតែប្រជាពលរដ្ឋមានគុណភាពនិងចំណេះដឹងខ្ពស់បន្ថែមលើនេះក្រសួងអប់រំតែងតែចាត់ទុកវិស័យឯកជនជាដៃគូយុទ្ធសាស្ត្រប្រកបដោយតម្លាភាពនិងគណនេយ្យភាពក្រសួងបន្តសម្របសម្រួលដំណើរការវិនិយោគដើម្បីកាត់បន្ថយហានិភ័យនិងនាំមកនូវសេវាអប់រំប្រកបដោយគុណភាពសមធម៌និងបរិយាបន្នដើម្បីទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងមេដាបេដាលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងវិស័យឯកជនលោកមីភិរិននាយកប្រតិបត្តិប្រចាំតំបន់ជុំវិញបឹងទន្លេសាបនៃសាលារៀនអារីសូនបានដឹងថានៅក្នុងឆ្នាំសិក្សា2025-2026នេះមានសិស្សានុសិស្សទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី9សរុបចំនួន171នាក់ក្នុងនោះមានសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ2ប្រចាំខេត្តចំនួន1នាក់និងសិស្សឆ្នើមប្រចាំស្ថាប័នអប់រំ AG ចំនួន6នាក់ផងដែរ